តើប្រទេសដែលជាប្រធានអាស៊ានត្រូវដឹកនាំកិច្ចប្រជុំអ្វីខ្លះចម្លើយប្រទេសដែលជាប្រធានអាស៊ាននិងកិច្ចប្រជុំដូចជាកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលដែរពាក្យពាន់ផ្សេងទៀតកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍អាស៊ាន3កិច្ចប្រជុំគណៈបកកម្មការរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់តាមសំណួរតើប្រទេសជាប្រធានអាស៊ានត្រូវមាននីតិយ៉ាងដូចម្តេចខ្លះចម្លើយប្រទេសដែលជាប្រធានអាស៊ានត្រូវមានតួនាទីដូចជាលើកកម្ពស់និងបង្កើតចំណាប់អារម្មណ៍និងសុវត្ថិភាពរបស់អាស៊ានយ៉ាងសកម្មរួមទាំងកិច្ចប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានតាមរយៈការផ្ដួចផ្ដើមនយោបាយកុងសង្ស៊ីលនិងសហប្រតិបត្តិការធានាធៀបជាកណ្ដាលរបស់អាស៊ានធានានៅការឆ្លើយតបដោយប្រសិទ្ធភាពនិងទាន់ពេលចំពោះបញ្ហាបន្ទាន់និងស្ថានភាពវិបត្តិដែលប៉ះពាល់ដល់អាស៊ានតំណាងឲ្យអាស៊ាននៅក្នុងការពង្រីកនិងការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូខាងក្រៅអនុវត្តកិច្ចការនិងមុខងារផ្សេងទៀតដូចដែលបានគ្រោងទុកនោះតើអាស៊ានមានដៃគូសន្ទនាប៉ុន្មានចម្លើយអាស៊ានមានដៃគូសន្ទនាសំខាន់ចំនួន10ប្រទេសគឺអូស្ត្រាលីកាណាដាចិនសហភាពអឺរ៉ុបឥណ្ឌាជប៉ុនសាធារណរដ្ឋកូរ៉េញូហ្សេឡង់រុស្ស៊ីសហរដ្ឋអាមេរិកហេតុអ្វីបានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិករបស់អាស៊ានចម្លើយបានជាកម្ពុជាខិតខំយកចិត្តទុកដាក់ចូលជាសមាជិករបស់អាស៊ានដើម្បីរឹងចំណងសាមគ្គីភាពជាមួយប្រទេសក្នុងតំបន់ជាបងប្អូនធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍបានឆាប់រហ័សតើប្រទេសណាខ្លះនៅក្នុងអាស៊ានដែលមានការអភិវឌ្ឍទំនើបចម្លើយប្រទេសនៅក្នុងអាស៊ានដែលមានការអភិវឌ្ឍទាបមានកម្ពុជាឡាវភូមាវៀតណាម